អានសៀវភៅដោយរបៀបណាទើបទទួលបានចំណេះដឹងការអានគឺទទួលបានចំណេះដឹងច្រើនជួយលើកស្ទួយប្រាជ្ញាស្មារតីគិតបានស៊ីជម្រៅនិងបង្កើនចំណេះដឹងផ្នែកអក្សរសាស្ត្រស្គាល់ពាក្យចាស់ពាក្យថ្មីកាន់តែច្រើនហើយអាចយកមកប្រើក្នុងការនិយាយនិងការសរសេរបានកាន់តែល្អម្យ៉ាងវិញទៀតការអានធ្វើឲ្យអ្នកមានអារម្មណ៍រីករាយព្រោះវាជាផ្នែកមួយនៃការកម្សាន្តផងដែរតែផ្ទុយទៅវិញមនុស្សភាគច្រើនមិនចូលចិត្តអានទេហើយប្រសិនជាអានក៏មិនសូវយល់ពីរបៀបនៃការអានសៀវភៅនោះដែរតើគួរអានដោយរបៀបណាទើបមានប្រសិទ្ធភាពទី1ជ្រើសរើសសៀវភៅអ្នកត្រូវតែសួរខ្លួនឯងថាសៀវភៅប្រភេទណាដែលអ្នកចូលចិត្តអានអ្នកចង់ដឹងចង់ឃើញនិងគិតថាវាមានប្រយោជន៍សម្រាប់អ្នកហើយក៏ត្រូវមើលកាលបរិច្ឆេទនិងឈ្មោះអ្នកនិពន្ធផងដែរថាតើអ្នកនិពន្ធនោះមានឈ្មោះល្បីទេស្នាដៃនិពន្ធរបស់គាត់អ្នកទទួលស្គាល់ឬអត់ទី2អានមាតិកានិងសេចក្តីផ្ដើមមុននឹងចាប់ផ្ដើមអានសៀវភៅអ្នកត្រូវតែអានមាតិកានិងសេចក្តីផ្ដើមនៃសៀវភៅនោះថាតើក្នុងមាតិកានិងសេចក្តីផ្ដើមនោះមានចំណុចដែលអ្នកចង់ដឹងឬចាប់អារម្មណ៍ដែរឬទេប្រសិនជាអ្នកចាប់អារម្មណ៍សឹមយកវាមកអានបន្តទៀតទី3ត្រូវមានវិជ្ជានុក្រមនៅពេលចាប់ផ្ដើមអានសៀវភៅគឺត្រូវមានវិជ្ជានុក្រមជាប់ខ្លួនដើម្បីពិនិត្យមើលពាក្យដែលអ្នកមិនចេះឬមិនយល់ពីអត្ថន័យនៃពាក្យនោះទី4ត្រូវមានខ្មៅដៃឬពេចពេលកំពុងអានត្រូវមានខ្មៅដៃឬពេចដើម្បីទុកគូសចំណុចសំខាន់គូសពាក្យដែលអ្នកមិនចេះឬមិនយល់និងគូសជាសញ្ញាសម្គាល់អ្វីមួយទី5ចេះឆ្ងល់និងចោទជាសំណួរពេលកំពុងអានប្រសិនជាអ្នកមិនយល់ត្រូវចេះឆ្ងល់និងចោទជាសំណួរហើយព្យាយាមស្វែងយល់និងរកចម្លើយតាមរយៈការអានរបស់អ្នកម្យ៉ាងទៀតប្រសិនជាឆ្ងល់ហើយនៅតែរកចម្លើយមិនឃើញទៀតអ្នកត្រូវធ្វើការស្រាវជ្រាវក្នុងសៀវភៅផ្សេងឬទុកសួរអ្នកដទៃទៀតទី6សង្ខេបខ្លឹមសារបន្ទាប់ពីអានរួចហើយអ្នកត្រូវសង្ខេបយកចំណុចសំខាន់ថាតើគេចង់បង្ហាញពីអ្វីគេចង់ផ្ដល់ចំណេះដឹងអ្វីខ្លះហេតុអ្វីបានជាគេហ៊ានអះអាងឬបកស្រាយយ៉ាងដូចនេះជាពិសេសអ្នកត្រូវសង្ខេបយកខ្លឹមសារសំខាន់ទាំងនោះដើម្បីយកទៅពន្យល់ដល់អ្នកដទៃឲ្យពួកគេអាចយល់ដូចអ្វីដែលអ្នកបានអានសៀវភៅនោះផ្ទាល់